ខ្ញុំចាំពាក្យថាក់ស៊ីនមួយពេលដែលគាត់នៅកាន់ជាអ្នកដឹកនាំនៅថៃមានសភៅមួយខ្ញុំទិញមកពីតាមយន្តហោះជិះមកហើយខ្ញុំអានហើយក៏ឲ្យគេខ្ចីទៅខ្ចីលែងមកវិញចំណងជើងហ្នឹងអូនមើលគេដាក់ Thaksinization of Thailand ធ្វើថៃទាំងមូលឲ្យតាមរបៀប Thaksin និយាយថា democracy is not a purpose democracy is a mean ប្រជាធិបតេយ្យមិនមែនគោលបំណងទេប្រជាធិបតេយ្យជាមធ្យោបាយបំណងគឺការរីកចម្រើននៃប្រទេសគាត់គឺសុខុមាលភាពនៃពលរដ្ឋគាត់ហើយមានផ្លូវដើរច្រើនណាស់ទៅរកសុខុមាលភាពនៃការរីកចម្រើនប្រជាធិបតេយ្យជាផ្លូវមួយស្អីទៀតជាផ្លូវផ្សេងទៀតសិង្ហបុរីធ្វើដូចគ្នាសិង្ហបុរីបាក់តែមួយកាន់អំណាចយូរហើយគេថាសិង្ហបុរីត្រួតត្រាសារព័ត៌មានសិង្ហបុរីផ្ដាច់ការយ៉ាងណាក៏ដោយតាមគេរិះគន់ទៅចោះប៉ុន្តែសិង្ហបុរីបានបង្ហាញពិភពលោកថាមកដល់ថ្ងៃនេះ right to education សិទ្ធិទទួលបានការអប់រំអ្នកណាខ្លាំងជាងសិង្ហបុរីយកមកនិយាយសិទ្ធិទទួលបានលំនៅឋានអ្នកណាល្អជាងសិង្ហបុរីយកមកទៅចែកគ្នាអញ្ចឹង democracy is a mean មិនមធ្យោបាយទេមិនមែនជាគោលបំណងទេប៉ុន្តែជាមធ្យោបាយហើយដែលសិង្ហបុរីមិនជ្រើសរើសយកទេសង្ហបុរីមានផ្លូវរបស់សិង្ហបុរីមួយដែលធ្វើឲ្យពលរដ្ឋសិង្ហបុរីធ្វើឲ្យសេដ្ឋកិច្ចសិង្ហបុរីធ្វើឲ្យស្អីសិង្ហបុរីល្អដែលមធ្យោបាយមួយគឺជាមធ្យោបាយសិង្ហបុរីអានឹងដែលយើងត្រូវគិតទាំងអស់គ្នាខ្ញុំចាំពេលដែលហ្គោជូតុងគាត់ resign គាត់លាលែងចេញពីតំណែងនាយករដ្ឋមន្ត្រីគាត់ទុកពេល2ឆ្នាំចុងក្រោយឲ្យលីស៊ីនលុងរាល់ថ្ងៃពេលនៅក្នុងថ្ងៃបុណ្យជាតិគាត់ឡើងនិយាយថាគាត់ជាប់ឆ្នោតជានាយករដ្ឋមន្ត្រីហើយគាត់កាន់តំណែងបានប៉ុណ្ណេះគាត់លាលែងគាត់ទុក2ឆ្នាំចុងក្រោយទុកឲ្យបេក្ខជននាយករដ្ឋមន្ត្រីបន្តកាន់ហើយនឹងពេលបោះឆ្នោតពេលនោះឲ្យចាញ់ឈ្នះគឺអាស្រ័យផលដែលអ្នកឯងធ្វើ2ឆ្នាំនេះសុំធ្វើហើយគាត់និយាយល្អណាស់ពេលដែល terrorist ពេញពិភពលោក Twin Tower នៅអាមេរិកយន្តហោះបុកអានហ្វ្រាក់ដាក់ស្រោមសបុតអាជាតិផ្សែងពុលបើកឡើងព្រឹទ្ធសភាអាមេរិកអីរងគ្រោះទាំងអស់អូនឯងដឹងហ្គោជូតុងគាត់និយាយមកទេគាត់ថាកំពង់ផែសិង្ហបុរីជាកំពង់ផែមួយក្នុងចំណោមកំពង់ផែដែលមមាញឹកបំផុតនៅលើផែនដីប៉ូលីសចុះចាញ់អ្នកឯងហើយប្រសិនបើអ្នកឯងចង់បំផ្លាញកំពង់ផែនេះដើម្បីក្រុមអ្នកឯងប៉ុន្តែពលរដ្ឋសិង្ហបុរីអ្នកឯងនៅក្នុងនានាការនយោបាយបែបណាក៏ដោយក្រុមបែបណាក៏ដោយមុននឹងអ្នកឯងធ្វើអីសូមគិតថាទង្វើនេះបំផ្លាញសិង្ហបុរីឬដើម្បីជាប្រយោជន៍របស់សិង្ហបុរីបើជឿថាឲ្យប៉ូលីសការពារមិនអស់ទេប៉ុន្តែសូមអ្នកឯងទាំងអស់គ្នាការពារសិង្ហបុរីដោយខ្លួនឯងគាត់និយាយថាពេលដែលគាត់ជិះយន្តហោះទៅអូស្ត្រាលីមានគ្រួសារសិង្ហបុរីមួយមកស្វាគមន៍គាត់នៅលើយន្តហោះហើយគេប្រាប់ថាគេជនជាតិសិង្ហបុរីប៉ុន្តែគេទៅរស់នៅអូស្ត្រាលីព្រោះដីធំជាងថោកជាងការអប់រំក៏មិនអន់ប្រមាណប៉ុន្តែបើមានសង្គ្រាម I will fly back to fight for Singapore គាត់ថាអានឹងដែលហៅថាសិង្ហបុរីគាត់ជិះទៅកាណាដាជួបគ្រួសារមួយទៀតនិយាយដូចគ្នាថាគេបានចេញពីសិង្ហបុរីទៅរស់នៅកាណាដាពីព្រោះតែឱកាសសេដ្ឋកិច្ចអីពាណិជ្ជកម្មរកស៊ីស្រួលជាងកូនបានរៀនសូត្រអីដីធំជាងផ្ទះធំជាងប៉ុន្តែគេនឹងត្រឡប់មកច្បាំងដើម្បីសិង្ហបុរីគាត់ថាអានឹងដែលហៅថាពលរដ្ឋសិង្ហបុរីគាត់ថាក្នុងនាមជាអ្នកដឹកនាំសិង្ហបុរីគាត់មិនសុំឲ្យអ្នកណាម្នាក់ស្លាប់ដើម្បីសិង្ហបុរីទេប៉ុន្តែសុំឲ្យរស់ដើម្បីសិង្ហបុរីកន្លែងណាដែលរស់បានទៅចោះប៉ុន្តែត្រូវចាំថាអ្នកឯងឬគល់ជាសិង្ហបុរី I'm not asking anyone to die for Singapore please to live for Singapore and fight for Singapore ដូចចឹង